បាទបងប្អូនវានៅសំបុកឃុំត្រូវបានដំឡើងជួយអតិថិជនដែលគាត់ដំឡើងទីតាំងលក្ខណៈជាបង្អួយចំនួន2ទីតាំងដែលប្អួយរបស់គាត់នេះគឺគាត់ប្រើជាប្រភេទកញ្ចក់ដែលហ្វាច់ជាប់ហើយគាត់ដំឡើងវានៅសំបុកឃុំមួយជាន់ពីលើទៀតហើយគោលបំណងសំខាន់របស់គាត់គឺរក្សាឯកជនភាពនៅខាងក្នុងបន្ទប់របស់គាត់តែម្ដងដោយសារតាមដែលគាត់ប្រាប់ហ្នឹងគឺគាត់ចង់ធ្វើបន្ទប់របស់គាត់ហ្នឹងគឺជាកន្លែងដែលគាត់ច្រៀងលេងឬក៏គាត់ចាក់ចម្រៀងអញ្ចឹងគាត់អត់ចង់ឲ្យមានអ្នកណាដែលអាចមើលពីខាងក្រៅមកឃើញទេហើយគាត់ចង់ឲ្យបិទចិត្ត100%តែម្ដងដោយបងប្អូនបានឃើញអញ្ចឹងពេលយើង slide បិទទៅវាងងឹតឈឹងតែម្ដងអត់មានភ្លើង UV ឬក៏អត់មានអ្នកណាដែលអាចមើលឃើញទេហើយមួយទៀតគឺគាត់ចាក់នៅចម្រៀងអញ្ចឹងអាចឮសលេងរំខានទៅខាងក្រៅអញ្ចឹងក៏តឡើងវានៅសំបុកឃុំនេះដើម្បីកាត់បន្ថយសលេងរំខានមួយចំនួនដែលវាអាចឮដល់ខាងក្រៅផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការតឡើងវានៅសំបុកឃុំដែលមានទីតាំងដូចជាមួយនឹងអតិថិជនមួយកន្លែងនេះពុកម៉ែបងប្អូនទាំងអស់គ្នាអាចតាក់ទងមកក្រុមការងាររបស់កវ៉ាន់យើងបានបាទសូមអរគុណ